ទឹកម្ទេសគឺជាគ្រឿងផ្សំមួយមុខដែលយើងតែងតែឃើញលក់នៅលើទីផ្សារមិនថាផលិតផលនាំចូលឬក៏ផលិតផលក្នុងស្រុកយើងទេគឺមានច្រើនតោះឥឡូវចង់ដឹងពីរបៀបធ្វើយើងមកតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងតាក់ទងនឹងការធ្វើទឹកម្ទេសនេះយើងត្រូវការគ្រឿងផ្សំតប្រមាណមុខឲ្យអត់ច្រើនទេគឺមានដូចជាម្ទេសហាវ៉ៃដែលយើងប្រើសម្រាប់យកពណ៌ទឹកម្ទេសរបស់យើងហើយនឹងពេញប៉ោះចំនួន2ខាំម្ទេសយើងប្រើ2ខាំដូចគ្នាខ្ទឹមសខ្ទឹមក្រហមគឺយើងប្រើចំនួនកន្លះខាំម្សៅឆាគឺ1ស្លាបព្រាបាយអញ្ចឹងបរិមាណដែលយើងធ្វើគឺចំនួនកន្លះលីត្រហើយជាដំបូងយើងធ្វើការស្ងោរគ្រឿងផ្សំរបស់យើងដូចជាពេញប៉ោះម្ទេសខ្ទឹមសខ្ទឹមក្រហមនឹងចូលគ្នាឲ្យបានឆ្អិនរយៈពេល5នាទីបន្ទាប់ពីយើងស្ងោររយៈពេល5នាទីហើយគឺយើងធ្វើការទុកឲ្យគ្រឿងផ្សំរបស់យើងចុះត្រជាក់បន្តិចចាំយើងធ្វើការយកទៅកិននៅក្នុងម៉ាស៊ីនអញ្ចឹងពេលដែលស្ងោររួចហ្នឹងយើងទុកឲ្យវាត្រជាក់បែបហ្នឹងមកហើយចាំយើងស្រង់មកដាក់ក្នុងម៉ាស៊ីនក្លុករបស់យើងដើម្បីធ្វើការកិនហើយក្នុងនោះដែរនៅពេលដែលយើងកិនគឺយើងត្រូវការបន្ថែមទឹកចំនួនប្រហែលជា200 ml ទឹកសរបស់យើងណានៅក្នុងម៉ាស៊ីនរបស់យើងដើម្បីងាយស្រួលកិនហើយបន្ទាប់មកយើងបន្ថែមគ្រឿងផ្សំដូចជាម្សៅស៊ុបយើងប្រើប្រហែលជា1ចុងស្លាបព្រាបាយស្ករសគឺយើងប្រើបរិមាណ1ស្លាបព្រាបាយហើយជាមួយនឹងអំបិលយើងប្រើប្រហែលជា1ស្លាបព្រាកាហ្វេហើយម្សៅស៊ុបបើសិនជាយើងចង់ដាក់ក៏បានមិនដាក់ក៏បានណាហើយបន្ទាប់ពីដាក់មកយើងយកគ្រឿងផ្សំទាំងអស់ហ្នឹងគឺទៅកិននៅក្នុងម៉ាស៊ីនរបស់យើងឲ្យមាត់ល្អដូចក្នុងរូបដែលយើងបានឃើញហ្នឹងធ្វើម៉េចឲ្យគ្រឿងផ្សំរបស់យើងហ្នឹងកិនបានមាត់ល្អបានយើងអាចយកវាមកត្រងចម្រោះបានហើយក្នុងការកិនហ្នឹងយើងឯងមើលម៉ាស៊ីនរបស់យើងបន្តិចទៅបើសិនជាអត់តន់មាត់ទេយើងធ្វើការកិនបន្តទៀតហើយបន្ទាប់ពីកិនហើយគឺយើងធ្វើការដាក់ត្រងចម្រោះយកកាកចេញដើម្បីត្រូវការយកទៅទឹកម្ទេសរបស់យើងទេឲ្យពេលដែលយើងធ្វើទៅគឺមានពណ៌មាត់ល្អហើយក្រហមស្អាតណាចឹងពេលដែលយើងត្រងហើយទឹកម្ទេសដែលយើងត្រងរួចហ្នឹងគឺយើងយកធ្វើការចម្អិនម្ដងទៀតនៅក្នុងឆ្នាំងរបស់យើងដូចដែលបងប្អូនបានឃើញស្រាប់ចឹងនៅពេលដែលយើងដាក់ក្នុងឆ្នាំងហើយគឺយើងបើកភ្លើងតិចណាអត់ប្រើភ្លើងខ្លាំងដូចពេលដែលយើងស្ងោរម្ទេសនិងពេញប៉ោះរបស់យើងទេចឹងពេលដែលបើកភ្លើងតិចបដាយើងធ្វើការកូរវាបដាកុំឲ្យវាខ្លោចបាតណាហើយបន្ទាប់ពីបានពុះហើយយើងបន្ថែមជាមួយនឹងម្សៅឆាដែលយើងបានលាយទឹកហើយចូលទៅក្នុងទឹកម្ទេសរបស់យើងហើយរងចាំឲ្យវាពុះម្សៅទៀតគឺជាការស្រេចហើយយើងអាចបិទភ្លើងហើយរងចាំទុកឲ្យវាត្រជាក់បានហើយតកតងនឹងកំហាប់ហ្នឹងបើសិនជាបងប្អូនចង់បានខាប់ជាងហ្នឹងគឺអាចរងាស់បន្តរងាស់ទៀតដើម្បីបានកំហាប់ដែលយើងចង់បានណាយើងចង់បានកំហាប់ប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងនេះនៅពេលដែលចុះត្រជាក់ហើយគឺពណ៌វាក្រហមល្អហើយកំហាប់គឺខាប់ល្មមងាយស្រួលក្នុងការចាក់ប្រើអញ្ចឹងខ្ញុំបានច្រកដាក់កែវទុកនៅពេលដែលយើងត្រូវការប្រើប្រាស់យើងអាចចាក់មកប្រើបានចាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះ